ចាសសួស្តីនេះខ្ញុំឈ្មោះឆេងហៀងថ្ងៃនេះនាងខ្ញុំចង់មកបញ្យល់បងប្អូនត្រួសអំពីឯកសារដែលត្រូវត្រៀមធ្វើសម្បត្តិកំណើតឲ្យកូនដែលទី1គឺឯកសារចេញពីពេទ្យចាហើយទី2គឺឯកសារសិភៅស្នាក់នៅចាទី3គឺសម្បត្តិអាពាហ៍ពិពាហ៍បើសិនជាមានចាហើយនឹងទី4គឺអត្តញ្ញាណប័ណ្ណឬលិខិតឆ្លងដែនប្តីប្រពន្ធចាបើសិនជាខាងខ្មែរគឺយើងយកអត្តសញ្ញាណប័ណ្ណហើយបើសិនជាប្តីជាជនបរទេសគឺយកលិខិតឆ្លងដែនរបស់គាត់ចាមួយទៀតសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ធ្វើទិដ្ឋាការកូនចាទៅប្រទេសចិនទី1ត្រូវការឯកសារសម្បត្តិអាពាហ៍ពិពាហ៍ចាទី2គឺសម្បត្តិចេញពីពេទ្យចាទី3សម្បត្តិកំណើតទី4សម្បត្តិបញ្ជាក់ទីលំនៅចាទី5គឺសម្បត្តិបញ្ជាក់ការងារចាទី6លិខិតឆ្លងដែនឪពុកម្ដាយចាហើយទី7គឺរូបថត 4x6 ផ្ទៃក្រោយពណ៌សចាចំនួន3ស្លឹកហើយបន្ទាប់មកទៀតគឺកាតការងារចាសម្រាប់ជនជាតិបើប្តីជាជនជាតិចិនចាហើយបន្ទាប់មកទៀតគឺកិច្ចសន្យាជួលផ្ទះបើសិនជានៅផ្ទះជួលណាហើយបើសិនជាមានផ្ទះខ្លួនឯងក៏ត្រូវបញ្ជាក់ពីខាងសង្កាត់នឹងដែរត្រូវធ្វើលិខិតបញ្ជាក់ទីលំនៅអញ្ចឹងណាទី10សម្បត្តិបញ្ជាក់ចេញពីស្ថានទូតចិនចាហើយមួយទៀតគឺទី11សម្បត្តិអេកូពេលគាត់មានផ្ទៃពោះណាចុងក្រោយគឺលិខិតបានប៉ាតង់របស់ក្រុមហ៊ុនគាត់ធ្វើការប្តីជនជាតិចិនហ្នឹងតើគាត់ធ្វើការនៅក្រុមហ៊ុនណាមានចេញបានពុនប៉ាតង់នឹងមួយដែរដើម្បីបញ្ជាក់ទៅខាងអន្តោប្រវេសន៍អញ្ចឹងណាដូចអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់រត់ឯកសារទិដ្ឋាការកូនចេញទៅរស់នៅប្រទេសចិនណាសម្រាប់បងដែលគាត់មានគ្រួសារជាជនជាតិចិនហើយចង់ស្នើសុំទិដ្ឋាការរបស់កូនទៅរស់នៅឯប្រទេសចិនអាចធ្វើការទំនាក់ទំនងមកនាងខ្ញុំបានតាមរយៈ QR Telegram នៅលើអេក្រង់នេះអូខេបាយបាយ